មកគ្នាយើងនោះហើយលទ្ធផលនេះយើងមិនអាចទទួលយកបានទេហើយក៏វាធ្វើឲ្យអន្តរជាតិខកចិត្តច្រើនដែរអត់អស់សង្ឃឹមទេនៅពេលដែលយើងមានដង្ហើមដកយើងអាចធ្វើសកម្មភាពបានដូច្នេះគ្មានអ្វីដែលត្រូវអស់សង្ឃឹមទេត្រូវតែបន្តក្តីសង្ឃឹមឡើងបងប្អូនអរគុណបាទអរគុណសង្ហាចិត្តនឹងឯងចាសង្ហាចិត្តដែលថាគាត់អត់មានសេរីភាពហើយគាត់ខ្លាយជាអនុពលរដ្ឋចាតែគាត់អត់មានសិទ្ធិបោះឆ្នោតហាមសិទ្ធិធ្វើនយោបាយ5ឆ្នាំចាគ្រាន់តែមិនជាប់គុំតែគាត់ការដើរហើគឺគេបោះដីឲ្យដើរអរគុណ